ជំរាបសួរនាងខ្ញុំឡៃដានីថ្ងៃនេះសូមចែករំលែកតកតងនឹងប្រធានបទពេលបាត់យសក៏ជាឱកាសល្អដើម្បីសម្រេចគោលដៅនៃជីវិតយើងត្រូវសិក្សាអំពីបរាជ័យនិងជ័យជំនះឲ្យបានច្បាស់លាស់អ្នកណាដែលមិនធ្លាប់ចាញ់អ្នកនោះឯងក៏មិនធ្លាប់ឈ្នះដែរតាមពិតបរាជ័យមិនត្រឹមតែជួយយើងឲ្យសម្រេចបាននៅជ័យជំនះប៉ុណ្ណោះទេវាថែមទាំងជួយផ្ដល់នៅធម៌ពលឲ្យយើងធ្វើឲ្យយើងមានចិត្តរីករាយសោមនស្សហើយសម្បូរទៅដោយបទពិសោធន៍ទៀតផងជាការពិតហើយដែលមនុស្សយើងត្រូវតែមាននៅកេរ្តិ៍ឈ្មោះល្អឬឋានៈជាអ្វីមួយនៅក្នុងសង្គមប៉ុន្តែពេលដែលគេឈ្មោះឬថាឋានៈយស័ក្តិនោះបាត់បង់ទៅក៏ជាឱកាសថ្មីល្អមួយទៀតដែលធ្វើឲ្យយើងបានយល់ដឹងនៅដំណើរជីវិតកាន់តែច្បាស់និងសម្បូរទៅដោយបទពិសោធន៍លុះដល់ខាងក្រោយនឹងក្លាយទៅជាមនុស្សមានជ័យជំនះដែលមិនងាយត្រឡប់ទៅរកសភាពអន់ថយសារជាថ្មីម្ដងទៀតនោះទេហើយនឹងក្លាយទៅជាមនុស្សដែលមានសតិនិងសម្បញ្ញៈគ្រប់គ្រាន់នៅក្នុងកិច្ចបំពេញការងាររបស់ខ្លួនមិនប្រមាថធ្វេសប្រហែសនៅក្នុងការងារដែលខ្លួនកំពុងតែធ្វើឡើយពីព្រោះចំណុចខ្សោយរបស់អ្នកឆ្លាតឬអ្នកពូកែគឺនៅត្រង់ដែលគេមើលងាយចំពោះការងារនោះឯងនៅក្នុងដំណាក់កាលដែលយើងបាត់បង់នៅកិត្តិយសឬក៏ឋានន្តរស័ក្តិអ្វីមួយនោះក៏ជាឱកាសល្អមួយបែបទៀតដែលអនុញ្ញាតឲ្យយើងបានសន្សំនៅគុណធម៌ជាច្រើនដូចជាការធ្វើទានការរក្សាសីលការស្ដាប់ព្រះធម៌ដើម្បីអប់រំចិត្តឬបម្រើមាតាបិតាជាដើមសូមជូននៅកំណាព្យខ្លីមួយគេឈ្មោះយសថ្កាំងថ្កានសត្វគ្រប់ប្រាណតែងប្រាថ្នាចង់ឲ្យគេគ្រប់គ្នាស្គាល់ខ្លួនថាអ្នកប្រសើរដល់ពេលបាត់បង់យសខូចគេឈ្មោះអស់ក្រនបើលេងមានអ្នកអើតពើក៏រវើរវាចិត្តអត្ថបទដកស្រង់ពីសៀវភៅរលកលោកធម៌រៀបរៀងដោយឧបាសកសានសុជាសូមអរគុណសូមជម្រាបលា